ដើម្បីធ្វើរូបសោខ្មៅបែបនេះទៅជារូប color ហើយរូបសោខ្មៅបែបនេះទៅជា color បែបនេះបាទយើងអាចធ្វើបានដោយ AI របស់ Google មួយឈ្មោះ Gemini បាទជាដំបូងអ្នកទាំងគ្នាចូលកម្មវិធី Google Chrome មកបាទ Google Chrome ហ្នឹងគឺរបស់ Google ពេលចូលមកយើងចូលដល់ Google ហើយ search AI មួយឈ្មោះ Gemini AI ហ្នឹងបាទនៅខាងលើគេហ្នឹងបន្តមកទៀតយើងឃើញ website នៅលើគេបាទ Google Gemini ហ្នឹងបាទជា AI របស់ Google បាទហើយវាល្អសម្រាប់យើងផ្លាស់ប្ដូរពណ៌បន្តមកទៀតអ្នកទាំងគ្នាចុចសញ្ញាបូកមកហើយ upload រូបសោខ្មៅរបស់យើងបាទរូបសោខ្មៅអ្នកទាំងគ្នាត្រូវ save ទុកបាទបន្តមកទៀតអ្នកទាំងគ្នាត្រូវសរសេរពាក្យដែលយើងចង់បានអញ្ចឹងពាក្យដែលខ្ញុំចង់បានខ្ញុំសរសេរទុកហើយបាទប៉ុន្តែយើងសរសេរជាភាសាអង់គ្លេសណាបាទបានវាស្គាល់ខ្មែរសរសេរជាភាសាអង់គ្លេសទៅគឺវាបាទឆាប់យល់ជាងណាហើយ copy ពាក្យហ្នឹងគឺមានន័យថាយើងឲ្យរូបហ្នឹងទៅជារូបcolor មានពណ៌ហើយគុណភាពរូបហ្នឹងច្បាស់ហើយខ្ញុំ copy ពាក្យហ្នឹងដាក់ទៅអាហ្នឹងយើងហៅ prompt បាទហើយយើង pass ពាក្យបញ្ចូលហ្នឹងចូលមកបាទពេល pass ពាក្យហ្នឹងចូលហើយអ្នកទាំងនេះចុច insert ចូលទៅឲ្យវាដើរហើយចាំមួយ plate បាទពេលយើងចុចទៅចាំមួយ plate បាទវាកំពុង generate ឲ្យយើងតែប៉ុណ្ណឹងបាទបន្តមកទៀតយើងបានរូបមួយដែលពីរូបសោខ្មៅទៅជារូបពណ៌នេះគឺជារូបពណ៌បាទហើយតើតើអ្នកប្រើទូរស័ព្ទអ្នកទាំងនេះអាច download app ហ្នឹងបានពី Play Store ឬក៏ App Store ហើយយើងធ្វើដូចគ្នាណាបាទសម្រាប់ app ទូរស័ព្ទយើងធ្វើដូចគ្នាបាទនេះយើងអាច save ទុកបានរូបហ្នឹងបាទសូមអរគុណ